អញ្ចឹងខ្ញុំជាមនុស្សគ្មានសំណាងទេពួកអ្នកជួយប្រាប់ម្ដាយផងខ្ញុំទៅហើយជាតិក្រោយខ្ញុំនឹងធ្វើជាកូនកញ្ញោចំពោះគាត់ម្ដងទៀតគួរទាញនាងឡើងមកទេទាញអីខ្ញុំនៅទីនេះហើយគេហើយអ្នកទៅហើយលោកម្ចាស់លីជឿងទៅថ្ងៃនេះគ្រូសាអូត្រូវតែបាត់បង់មុខមាត់ត្រូវហើយអ្នកបង្កឲ្យត្រូវតែឲ្យគ្រូសាគាត់ចេញប្រាក់10ដំឡឹងហ៊ានបង្ខំប្អូនស្រីខ្ញុំឲ្យស្លាប់នេះជាគ្រូសាខ្ញុំអ្វីដែលបានកើតឡើងមុននេះសុទ្ធតែជាសុបិនតែហេតុអីសុបិនពិតម្លេះពិតរហូតដូចជាបានកើតឡើងនៅជាតិមុនអញ្ចឹងក្នុងជាតិនេះម្ដាយបានជួយខ្ញុំទាញខ្ញុំចេញពីរណ្ដៅភ្លើងរបស់គ្រូសាអ៊ូតែខ្ញុំបានធ្វើឲ្យម្ដាយឈឺចិត្តបាក់ខ្ញុំខុសហើយសៀវឈីវឆាប់ឡើងបាក់ខ្ញុំពិតជាខុសហើយខ្ញុំមើលបងធំមិនច្បាស់ទេអត់ទេគឺជាចរិតរបស់ប្តីប្រពន្ធត្រកូលសុងនេះខ្ញុំគិតថាពួកគេជាមនុស្សល្អម៉ែគិតថាក្មេងនេះត្រូវការពេលបន្តិចទៀតទើបអាចយល់ដឹងមិននឹកស្មានថាត្រឹមតែមួយយប់នាងក៏យល់ច្បាស់ហើយសៀវឈីវមានរឿងអីកើតឡើងពិតប្រាកដកូននិយាយជាមួយម៉ែយឺទៅខ្ញុំសុនជឿនៅផ្ទះយើងបានរៀបការជាមួយសុនលៀនហើយចង់លែងលះខ្ញុំទៅផ្ទះរកបងប្រុសថ្លៃនិងបងស្រីថ្លៃជួយបងប្រុសថ្លៃនិងបងស្រីថ្លៃបែរជានិយាយឌឺដងដាក់ខ្ញុំហើយឲ្យខ្ញុំទៅស្លាប់ខ្ញុំមិនបានគិតច្បាស់មួយផ្លែតក៏លោតទឹកទន្លេទៅជាតិមុនសៀវឈីវបានលោតទឹកសម្លាប់ខ្លួនមិននឹកស្មានថានាងបានយល់សប្តិឃើញរឿងរ៉ាវក្នុងជាតិមុនសោះសៀវឈីវកូនមិនមែនទៅពិនិត្យទំនិញទេអីមិនក៏ត្រឡប់មកវិញលឿនម្លេះខ្ញុំគិតថាតែនៅសល់គ្រប់គ្រាន់សម្រាប់ដុត2ថ្ងៃទៀតបានទើបខ្ញុំត្រឡប់មកវិញមុនម៉ាក់សៀវឈីវកាត់អីហ្នឹងគ្មានអីទេដល់ពេលយប់នឹងដឹងហើយសំឡេងធ្ងោសៀវឈីវកូនបានឬសំឡេងអ្វីនៅខាងក្រៅទេបាក់សូមកុំចេញទៅខាងក្រៅឲ្យសោះគឺអ៊ូសុនជឺលែងលះគ្នាហើយគាត់មកធ្វើអីពាក់កណ្ដាលយប់ហ្នឹងឬមួយកូនបានជួបគាត់ពេលថ្ងៃហើយបាននិយាយអ្វីជាមួយគាត់កូនមិនចង់រស់នៅជាមួយគាត់ទៀតទេឬបាក់ខ្ញុំអត់ទេពេលថ្ងៃគាត់ពិតជាបានមករកខ្ញុំគាត់ថាគាត់បានកែប្រែខ្លួនហើយខ្ញុំត្រឡប់ទៅរស់នៅជាមួយគាត់វិញដោយល្អកូនព្រមហើយអត់ទេខ្ញុំមិនបានព្រមទេខ្ញុំក៏មិនដឹងថាគាត់មកធ្វើអីដែរអញ្ចឹងល្អហើយដោយសារតែអ្វីដែលនៅក្នុងទីធ្លាគឺជាសត្វព្រៃអញ្ចឹងបាញ់សម្លាប់វាទៅម៉ាក់បើចង់សម្លាប់ខ្ញុំទៅសម្លាប់មនុស្សសងជីវិតខ្ញុំគួរតែសងកូនភ្លេចហើយឬអីច្បាប់រាជវង្សមិនចែងថាអ្នកណាចូលផ្ទះគេដោយគ្មានហេតុផលពាក់កណ្ដាលយប់ត្រូវវាយ80ដំបងម្ចាស់ផ្ទះសម្លាប់នៅនឹងកន្លែងមិនមានទោសទណ្ឌឡើយទោះបីជាអ៊ូសុនស្លាប់នៅទីនេះថ្ងៃនេះក៏ដោយក៏ពួកយើងមិនចាំបាច់សងជីវិតដែរមិនឥតប្រយោជន៍ទេដែលខ្ញុំរត់3លីមកដល់ទីនេះពាក់កណ្ដាលយប់ខ្ញុំដឹងហើយថាសៀវឈីវពិតជាចិត្តទន់ជាមិនខានសំឡេងសាយសៀវឈីវសំឡេងអ៊ូទៀនសៀវតុងក្នុងទីធ្លាមានសត្វព្រៃចូលហើយមិនក៏មិនទាន់បាញ់ធ្នូទៀតកុំខ្ញុំគ្រាន់តែដើរខុសផ្លូវទេលើកក្រោយខ្ញុំលែងហ៊ានហើយសៀវឈីវកូនទុកជីវិតខ្ញុំផងយ៉ាងណាក៏ជាជីវិតមួយដែរបើឯងតាមមកទៀតខ្ញុំអត់លើកលែងឲ្យឯងទេមិនទាន់ប្រញាប់ទៅទៀតទេគ្មានអីទេគ្រូសាសុងនេះពិតជាគ្មានអ្វីទេត្រឹមតែ2-3ម៉ាត់ក៏ត្រូវគេបញ្ឆោតរហូតដល់ភ្លេចទីតំបន់អស់ហើយលើកក្រោយខ្ញុំនៅតែហ៊ានមកពួកឯងក៏មិនហ៊ានធ្វើអីដែរឲ្យធ្នូនឹងព្រួញមកខ្ញុំម៉ាក់ហើយសំឡេងធ្ងោឈឺចាប់មិននឹកស្មានថាគ្រូសាសុងហ៊ានធ្វើបាបខ្ញុំសោះអ្នកដែលធ្វើគឺជាមីងចាស់ស្លាប់នេះទៀត